là món đó phía đây phải chia chôn dưỡng chất vi sinh này hai on ai còn là nhâm mà rú hết thì nhà phủ sa bó thì nhà chi một cam phủ sa mua nít bông kết tha một khay mấy năm đây là món chắc không lương món này đây bông phải chẹt chẳng tôi dương ớt và chốt tận luôn tại chủ của một tê chẳng phải chủ chết mình đây tầm nắng này tại một tê biết tha tập phía này ha vì miên ly cục vàng tăng vì dương châm tăng vì dương cặp trái chai đập chôn cây này tại sao con là phía tại chẳng con cho bao nhiêu tại sao mua tận này khi tại rồi trong vậy tha slap và thơ đã hiểu nó tại chôn thằng thơ ấy không mấy gì phải chủ tiền các bị phía ti là muối dương mình đơn bị phía sang giá đại bông tết mang lại nhà chất nên thôi ai mà đi ho sạch trung chiết căn tại thống căn tan là bảy giờ máyแต่ประชาชนสมัยไม่ตกหลุดchất tai mà đồng vì đồng náiจับดำตัวมุ้ยหดแล้วก็ได้จำนวนเชื่อมต่อnước bị cả sẽ than để mình chụp tốt để làm các bạnก็chỉ mà đi ho sạch trung chiếtแบบก็คงใส่ชุปbị cả sẽ thanตัวluôn đỏไล่มวยตาบงđấtก็โดนจิกลมหุ่นใส่ชุปchiếtบางสมัยสมรรถภาพเราไปคลาดหดไปจากวันนี้ก็มาสต็อปเป็นสมรรถภาพเรื่องอนาคตขนมเพียบไปจับในซีรีส์เชี่ยวชาญเติมจำนวนทำไมแต่งออกเนี่ยbị caចាប់ផ្ដើមទៅរបស់អ្នកប៉ាបងហើយរហូតមកដល់ការបង្កើតក្រុមហ៊ុនសាច់ជ្រូកជាតិតើអ្វីដែលធ្វើឲ្យបងមានមោទនភាពបំផុតបងហ្នឹងហើយមែនតើទៅអ្វីដែលមោទនភាពសម្រាប់ខ្លួនឯងតែម្ដងណាគឺយើងសប្បាយចិត្តដែលអ្វីដែលយើងធ្លាប់តែនិយាយធ្លាប់តែមានក្តីសម័យវាអាចចេញជារូបរាងបានពីព្រោះពីមុនបងធ្លាប់តែនិយាយលេងប្រាប់គ្រួសារប្រាប់ប៉ាម៉ាក់ដែរថាថ្ងៃណាមួយយើងគង់តែមានសាច់ជ្រូករបស់យើងនៅលើទីផ្សារឲ្យប្រជាជនទទួលស្គាល់ទេឥឡូវនេះយើងអាចធ្វើបានហើយអញ្ចឹងមែនតើទៅពេលខ្លះក៏លួចដេកញញឹមខ្លះដែរទោះជាពេលខ្លះលំបាកខ្លាំងបាទអ្វីដែលយើងបានការ feedback ពីអតិថិជនមកដល់យើងវិញណាសរសើរយើងវិញយើងសប្បាយចិត្តបាទធម្មតាភាពជោគជ័យប្រហែលមិនអាចកើតឡើងដោយសារតែបងម្នាក់ទេចុះនៅពីក្រោយសមិទ្ធផលដែលបងទទួលបានបច្ចុប្បន្នហ្នឹងតើមាននរណាគេខ្លះដែលបានចូលរួមដែរបងខ្ញុំទៅអូនយើងមិនអាចដើរតែម្នាក់ឯងទេយើងត្រូវដើរជាក្រុមហើយអ្វីដែលនៅពីក្រោយខ្នងបងសំខាន់ជាងគេហើយ support បងជាងគេរាល់ថ្ងៃគឺឪពុកម្ដាយរបស់បងតែម្ដងគឺគាត់នៅពីក្រោយជួយរុញ support គ្រប់បែបយ៉ាងទី2គឺគ្រួសាររបស់យើងកូនប្រពន្ធគាត់ជួយឲ្យកម្លាំងចិត្តរបស់យើងរហូតថ្ងៃណាយើងរៀងបាក់អីទីទៅគាត់ផ្ដល់កម្លាំងចិត្តថាអូខេត្រូវតែបន្តទៅមុខទៀតហើយទី3គឺក្រុមការងាររបស់យើងតែម្ដងបានថាគាត់រួមគ្នាតស៊ូហើយឃើញឆន្ទៈរួមឃើញចក្ខុវិស័យទៅជាមួយគ្នាគាត់ក៏ប្រឹងជាមួយយើងហើយចុងក្រោយគឺអតិថិជនតែម្ដងអតិថិជនគឺគាត់គ្រប់គ្រងទោះមិនទាន់ថាភាគច្រើនទេប៉ុន្តែគឺគាត់គ្រប់គ្រងនៅអ្វីដែលយើងបានធ្វើអញ្ចឹងបងគិតថានេះជានៅពីក្រោយអ្វីដែលបងនៅតែមានកម្លាំងចិត្តបន្តទៅមុខទៀតចុះអស់រយៈពេល28ឆ្នាំដែលគ្រួសារបងនិងបងបានកសាងគ្រឹះដ៏រឹងមាំនេះតើបងគិតថាសាច់ជ្រូកជាតិដល់ពេលបោះជំហានថ្មីទៅមុខហើយឬនៅបងហ្នឹងហើយបងគិតថាវាល្មមដល់ពេលហើយដែលសម្រាប់គ្រួសារបងសម្រាប់អាជីវកម្មគ្រួសារមួយនេះបងគិតថា28ឆ្នាំវាល្មមចាក់គ្រុំរឹងមាំហើយអញ្ចឹងវាល្មមដល់ពេលដែលសាច់ជ្រូកជាតិបន្តទៅមុខហើយដូចបងធ្លាប់បញ្ជាក់អញ្ចឹងគឺយើងអត់ប្រជុំត្រឹមតែលក់សាច់ជ្រូកមួយមុខទេយើងនឹងមានអ្វីបន្ថែមថ្មីបន្តទៀតដែលលើកកម្ពស់សមត្ថភាពចំណីអាហារគោលដៅរបស់យើងគឺយើងនឹងបន្តទៅមុខទៀតចឹងសាច់ជ្រូកជាតិមិននៅតែហ្នឹងទេទៅមុខទៀតចុះបងបានត្រៀមខ្លួនទៅដូចជាដាក់ការរំពឹងទុកដើម្បីបោះជំហានបន្ទាប់ហ្នឹងដល់កម្រិតណាដែរបងបានត្រៀមខ្លួនទាំងគេហៅថាកម្លាំងកាយកម្លាំងចិត្តហើយកម្លាំងលុយយើងត្រូវត្រៀមទាំងអស់ធម្មតាយើងធ្វើរឿងមួយដែលពិបាកតែមនុស្សគ្រប់គ្នាមិនចង់ធ្វើបងគិតថាមិនងាយស្រួលទេប៉ុន្តែជាអ្នកRCជាសហគ្រិនបងតែហ៊ានបន្ថយហើយនឹងហ៊ានធ្វើរឿងមួយនេះទាំងលុយទាំងពេលវេលាជាមួយគ្រួសារលះបង់ហើយត្រៀមខ្លួនហើយទាំងពេលវេលាអញ្ចឹងយើងដើម្បីអាជីវកម្មមួយនេះហើយដើម្បីចក្ខុវិស័យមួយនេះបងត្រៀមគ្រប់យ៉ាងអស់ហើយចុះបងអាចបង្កើតមកដល់បងថាជំហានបន្តរបស់បងនោះគឺជាអ្វីបងគិតថាពង្រឹងលើសមត្ថភាពចំណីអាហារសម្រាប់ប្រជាជនខ្មែរទាំងមូលអញ្ចឹងបងចង់ថាល្មមដល់ពេលដែលប្រជាជនយើងគិតគូរពីសមត្ថភាពចំណីអាហារអត់អាចគ្រាន់តែញ៉ាំមករស់ទេដល់ពេលនេះយើងត្រូវតែគិតរឿងសមត្ថភាពហើយបងមើលឃើញនៅក្នុងស្រុកខ្មែរបច្ចុប្បន្នភាគតិចណាស់ដែលគិតពីសមត្ថភាពចំណីអាហារបានន័យថាគាត់គិតតែពីយើងញ៉ាំមកបានទេតែពេលនេះអត់ទេបងនឹងនាំគ្រប់គ្នាឲ្យចាប់ដើមគិតពីសមត្ថភាពចំណីអាហារការពាក្យថាសមត្ថភាពចំណីអាហារវាមានន័យគ្រប់យ៉ាងតាំងពីយើងចិញ្ចឹមតាំងពីយើងកាប់ចែកចាយដឹកជញ្ជូនកែច្នៃដើម្បីឲ្យវាទៅដល់ប្រជាជនខ្មែររបស់យើងណាវាល្មមដល់ពេលហ្នឹងហើយបងជឿថាគ្រប់គ្នាគេអត់ហ៊ានធ្វើហ្នឹងទេព្រោះគេគិតថាវាចំណាយលុយវាចំណាយពេលរឿងច្រើនតែត្រូវគិតគូរតែចំពោះបងដូចផងនិយាយគឺយើងមានឆន្ទៈឲ្យយើងតាំងចិត្តទៅហើយរឿងហ្នឹងនិយាយថាយើងត្រូវតែធ្វើតបបានចង់និយាយថាស្លាប់ក៏ត្រូវធ្វើដែររឿងហ្នឹងហើយអញ្ចឹងទីទៀតអតិថិជននឹងឃើញអីថ្មីពីសាច់ជ្រូកជាតិយើងនឹងបន្ថែមតម្លៃបន្ថែមគុណភាពទៅឲ្យផលិតផលរបស់យើងសរុបមកវិញមកតើបងមានអ្វីផ្នែកផ្ញើទៅកាន់អតិថិជនរបស់សាច់ជ្រូកជាតិក៏ដូចជាកសិដ្ឋានអេសតែតែគ្រប់គ្រងតាំងពីចំនួនម៉ាក់ប៉ាបងរហូតមកដល់ចំនួនបងនេះចុងក្រោយបងអរគុណដល់អតិថិជនគ្រប់រូបដែលបានគ្រប់គ្រងទោះជាពេលខ្លះយើងមានកំហុសតិចតួចតែពួកគាត់នៅតែអធ្យាស្រ័យហើយនឹងបន្តគ្រប់គ្រងបងគិតថានេះជាកម្លាំងចិត្តមួយសម្រាប់សហគ្រិនខ្មែរយើងមិនថាបងណាអ្នកRCទាំងអស់នៅក្នុងប្រទេសគឺមានកម្លាំងចិត្តបន្តទៅមុខទៀតប៉ុន្តែយ៉ាងណាក៏ដោយបងសំណូមពរឲ្យសហគ្រិនផ្សេងមិនអាចយកតែពាក្យថាងរបស់ខ្មែរហើយបលែងគុណភាពរបស់យើងទេយើងអត់ទេយើងចង់ឲ្យប្រជាជនគ្រប់គ្រងរបស់យើងដោយសារគុណភាពដោយសារភាពសុខស្រួលដោយសារស្រួលប្រើតែម្ដងនិយាយទៅមិនមែនដោយសារតែពាក្យតែខ្មែរមួយមុខទេ
ចឹងគាត់គ្រប់គ្រងរបស់យើងដោយសារមោទនភាពតែម្ដងអរគុណ ជា28ឆ្នាំនៃការតស៊ូពីមុខរបររកស៊ីខ្លួនកាចេញចំគ្រប់ពះមកកសាងចក្ខុវិស័យដែលមិនអាចងាយរេមកដេតបាននាំយើងទាំងអស់គ្នាត្រឡប់ទៅកាន់ឬក៏ក្នុងឆ្នាំ1998ដើម្បីឲ្យដឹងថាមុននឹងមានសាច់រូបជាតិនៅថ្ងៃនេះវាធ្លាប់ជាការលះបង់របស់និស្សិតច្បាប់ម្នាក់ដែលហ៊ានផ្លាស់ប្ដូរទិសដៅជីវិតដើម្បីក្លាយជាអ្នកបន្តវេននៃកសិដ្ឋានចិញ្ចឹមជ្រូករឿងរ៉ាវទាំងអស់នេះមិនមែនគ្រាន់តែជាប្រវត្តិនៃអាជីវកម្មប៉ុណ្ណោះទេប៉ុន្តែវាជាមេរៀនអំពីការខិតខំប្រឹងប្រែងការរក្សាពាក្យសន្យានិងការកសាងទំនុកចិត្តមួយជំនាញម្ដងរបស់មកដេតទាំងក្រុមគ្រួសារតែថាថ្ងៃសម័យដ៏ធំធេងមួយនេះមិនមែនដើរដោយមកដេតតែម្នាក់នោះទេមកដេតនឹងក្រុមគ្រួសារក៏ជាអ្នកបង្កើតតើអ្នកណាទៅជាអ្នកថែរក្សានិងជាចលករដូចចាត់អាជីវកម្មមួយនេះដើរទៅកាន់តែខុសវិស័យដែលបានកំណត់នៅសេរីក្រោយយើងនឹងទៅជួបជាមួយនឹងក្រុមអ្នកជំនាញដើម្បីឲ្យដឹងថាតើគ្រូនិងសាច់គ្រូដែលចេញពីកសិដ្ឋានជាតិមានស្តង់ដារកម្រិតណាជួបគ្នាឆាប់ៗនេះ